នៅថ្ងៃទី3ខែទី3តាមចាញ់កតិចិនប្រជាជនចិននៅជុំវិញពិភពលោកបាននាំគ្នាជួបរួមគោរពអធិរាជហួងទីនៅថ្ងៃទី18ខែមេសាពិធីគោរពបូជានៅស្រុកកំណើតអធិរាជហួងទីត្រូវបានធ្វើឡើងយ៉ាងឧត្សាហ៍នៅទីក្រុងស៊ីនចឹងខេត្តហឺណានប្រជាជនចិនក្នុងនិងក្រៅប្រទេសបានមកជួបជុំគ្នាដើម្បីស្វែងរកឫសគល់ពិធីប្រពៃណីដែលត្រូវបានបន្តស្នងនៅក្នុងពិធីគោរពបូជាអធិរាជហួងទីមានប្រវត្តិសាស្ត្រជាង 5000 ឆ្នាំមកហើយនៅសម័យបុរាណបុព្វបុរសរបស់ប្រជាជនចិនបានប្រើពិធីនេះដើម្បីទំនាក់ទំនងជាមួយទេវតានិងគោរពដូនតារបស់ពួកគេសប្តាហ៍ថ្ងៃនេះប្រជាជនចិនប្រើពិធីដ៏ឧត្សាហ៍ដូចគ្នាដើម្បីតាមដានឫសគល់និងបង្ហាញពីការដឹងគុណចំពោះបុព្វបុរសនៅទីតាំងរៀបចំពិធីអ្នកតំណាងជាង600នាក់មកពីគ្រប់មជ្ឈដ្ឋាននៅតៃវ៉ាន់បានអ៊ុជធូបនិងគោរពវិញ្ញាណក្ខន្ធនៅខាងមុខសាលអធិរាជហួងទីដើម្បីបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរវាងបងប្អូនរួមជាតិនៃត្រៃទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដែលមានឫសគល់និងចំណងឈាមតែមួយពិធីគោរពបូជានៅស្រុកកំណើតអធិរាជហួងទីជាសក្ខីភាពដ៏ឧត្សាហ៍ចំពោះមរតកបន្តស្នងនៃអរិយធម៌ចិនអស់រយៈពេលជាង 5000 ឆ្នាំសប្តាហ៍ថ្ងៃនេះទំនៀមទម្លាប់បុរាណនេះបានក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនិងជានាមប័ណ្ណវប្បធម៌ដ៏ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសរបស់ប្រទេសចិនព្រមទាំងជាស្ពានតភ្ជាប់ស្មារតីដ៏សំខាន់សម្រាប់រួបរวมប្រជាជនចិនទាំងក្នុងនិងក្រៅប្រទេសបន្តស្នងមរតកវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់និងពង្រឹងមនសិការៈស្ដីពីសហគមន៍ប្រជាជាតិចិន